ចាអូនម៉ៃអ្នកម៉ែខ្ញុំនឹកម៉ែខ្ញុំនឹកស្រុកនឹកបងសើបងអើយកូនយើងធំហើយកូនយើងជាកូនស្រីជួយខ្ញុំផងបងខ្ញុំនោះកម្មម្លេះបុត្រវាសនាខ្ញុំអត់ដល់បងអើយទឹកភ្នែកអនស្រហបងអើយគេមិនអាសងគេមិនប្រណីស្គាល់តែចេស្គាល់តែវ័យប្រមាថរាល់ថ្ងៃបងអើយទុកអូនអត់ស្រានអត់តកូនទុកអូនអត់ណាស្រានបាននាំកូនត្រឡប់ទៅស្រុកម៉ែអើយខ្លាចម៉ែឆ្ងល់មុខម៉ែអៀនណាសន្តានធ្វើមិនដាច់ញ៉ាមានកម្មជាប់ប្រាណតុកឆ្លៀនពៀនម៉ែអើយទៀតពៀនអត់ស្បើយប្តីវ័យប្តីជេម៉ែអើយស្រែករំម៉ែរាល់ថ្ងៃបងសាក់ពេលប្តីក្រោយងាជើងតតងាជើងធាក់ស្រមៃឃើញថ្ងៃដែលបងឲ្យចិញ្ចៀនឲ្យខ្ញុំរងចាំពេលដែលបងត្រឡប់មកពីធ្វើសង្គ្រាមវិញនឹងរៀបការជាមួយរើឈ្មោះដាក់ឲ្យកូនរងថ្ងៃលាក់កូនណាដែលកូនយកអ្នកដតីធ្វើជាឪពុកពេលគេជេរគេវាយនឹកដល់បងចុះរាល់ថ្ងៃនេះបងឯងមានកូនចៅប៉ុន្មាននារីណាម្នាក់គេមានវាសនាបានធ្វើជាភរិយារបស់បងធ្វើម៉េចខ្ញុំមានបន្តិចតោងបងឯងមិនដល់អ្នកម៉ែខ្ញុំរត់ចោលផ្ទះខ្ញុំធ្វើឲ្យម៉ែទឹកភ្នែកធ្វើឲ្យម៉ែអាម៉ាឥឡូវនេះខ្ញុំហែលទឹកភ្នែកម៉ែឯងហើយណាម៉ែឥឡូវខ្ញុំហែលទឹកភ្នែកម៉ែឯងអត់រួចទេម៉ែជួយខ្ញុំផងឈ្មោះមនុនអស់រយៈកាលច្រើនឆ្នាំច្រើនខែកន្លងផុតមកហើយដែលខ្ញុំខំហាត់រៀនវិជ្ជាកុនដៅកុនបងព្រមទាំងវិជ្ជាសាស្ត្រទាំងឡាយពេលនេះបានចេញចាត់ទៅគ្រប់គ្រងកំណត់ច្រើនឆ្នាំមកហើយដែលខំសិក្សាហាត់រៀនវិជ្ជាការចង់បំរើរាល់ទំ
តែចិត្តម្ដាយខ្ញុំមិនអាចនឹងខំចង់បំរើតបកាវាទឹកដៃខំហាត់រៀនវិជ្ជាកុនតាកុនរបស់កោះយកាជាច្រើនខែឆ្នាំកន្លងមកគោលបំណងរបស់ខ្ញុំគឺមានតែមួយគត់ខ្ញុំចង់ចូលបម្រើក្នុងជួរកងទ័ពណាស់ព្រោះអីមួយរយៈកាលកន្លងមកខ្មាំងសត្រូវនៅឯជាដែននគរវាកំពុងតែចង់បានទឹកដីធ្វើជាចំណោះរបស់វាក៏ប៉ុន្តែគួរឲ្យចម្លែកនៅចិត្តម្ដាយរបស់ខ្ញុំណាទីបំផុតបែរជាម្ដាយរបស់ខ្ញុំគាត់មិនអាចបំពេញបំណងរបស់ខ្ញុំបានគាត់តែងតែរៀបរៀងខ្ញុំមិនឲ្យខ្ញុំចុះបម្រើក្នុងជួរកងទ័ពទេតើពេលវេលាណាទើបខ្ញុំអាចចុះបម្រើក្នុងជួរកងទ័ពបានបងបនុនអូតាមការពិតរំដួលអូនទេរៀបសួរបងបានហើយអូនបានហើយនេះថ្ងៃនេះអូនឯងទៅជីកដំឡូងទៀតហើយមែនទេចាអូឯណាទៅអ្នកមីងគាត់អត់ទៅជាមួយទេម៉ែអត់បានមកជាមួយខ្ញុំទេមិនអញ្ចឹងតម្រឿងហើយមិញទៀតហ្នឹងហ៎បងនេះលោកពូស្វឹងទៀតហើយមែនទេម៉ៃទៀតហ៎រំដួលខ្មាស់គេហ៎បងអើយកម្មអីកម្មខ្ញុំឲ្យម៉ែកម្មខុសគេក្រក៏ក្រស្គាល់តែវាយស្គាល់តែជេររាល់ថ្ងៃឲ្យតែស្វឹងបោកឆ្នាំងបោកចានផ្អើលអស់អ្នកចិត្តខាងមកមើលខ្ញុំមិនណិតម៉ែណាបងដូចគាត់កម្មពេកអើថ្ងៃណាផុតកម្មផុតពៀបងឯងមើលបើវេទនាម្លឹងម៉ែខ្ញុំហត់ដល់ដូចបងដឹងស្រាប់ជីកដំឡូងអត់ដែលហ៊ានសម្រាកទេសម្រាប់ពុកវិញគាត់ដើរទៅហូបស្រាពេលស្វឹងមករករឿងធ្វើបាបតែម៉ែដូចវេទនាម្លឹងដឹងរស់ទៅអីមិនបាច់ទៅចិត្តអ្វីទេកាត់មកជាមនុស្សត្រូវខំប្រឹងនិងព្យាយាមឡើងបងអាណិតក្រុមគ្រួសាររបស់អូនណាតែធ្វើមិនដេចឲ្យបងធ្វើមិនដេចទៅមិនដឹងជាខ្ញុំសាងកម្មអីទេបងខ្ញុំតូចចិត្តណាស់បើរឿងក្រនោះមិនអីទេតែពិបាកចិត្តរឿងពុកស្វឹងខ្ញុំខ្មាស់គេបងឯងមើលកុំភូមិយើងគេសកលខ្ញុំដែរខ្លះក៏គេរៀបការខ្លះគេមានគូដណ្ដឹងខ្លះគេមានទាំងកូនហើយខ្ញុំណែបងឯងមើលនៅទល់ចំណាំហ្នឹងស្ងាត់ឲ្យសោតអត់មានអ្នកណាគេស្ដីទេបងអើយបើយើងរូបក៏អាក្រក់ក៏ក្រអញ្ចឹងមិនបាច់ទៅចិត្តមានតែប្រូវបងអើយមនុស្សប្រុសស្រីជាចំណែកនៃធម្មជាតិត្រូវតែមានគូស្រករដូចគ្នាតែគ្រាន់តែមុននឹងក្រោយយូរនឹងឆាប់តែប៉ុណ្ណោះណាអូនប៉ុន្តែសម្រាប់ខ្ញុំគិតថាខ្ញុំនៅម្នាក់ឯងអញ្ចឹងស្រួលជាងបងព្រោះបើរៀបការមានប្តីទៅហើយពុកខ្ញុំនៅតែអញ្ចឹងនាំឲ្យសាច់ញាតិខាងប្តីមើងងាយពុកខ្ញុំទេហើយកុំរៀបការល្អជាងនៅជាមួយពុកម៉ែរហូតទៅអូនឯងគិតអញ្ចឹងក៏ជាការល្អមួយយ៉ាងដែរសម្រាប់អ្នកមានគុណរបស់យើងបងមនុនខ្ញុំភ្លេចប្រាប់បងនៅក្នុងភូមិយើងឥឡូវមានលោកមេកងដើរជ្រើសរើសអ្នកមានសមត្ថភាពខាងគុនដៅគុនដំបងខ្ញុំលើកគេនិយាយតគ្នាថានៅជ័យនគរមានខ្មាំងឆ្លៀនពីដណ្ដើមទឹកដីបងមានបានដឹងរឿងនេះទេរំដួលអូននិយាយនេះគឺជាការពិតមែនទេអូអ្នកស្រុកអ្នកភូមិយើងគេដឹងគ្រប់គ្នាមិនចឹងបានន័យថាលោកមេកងចូលមកដល់ស្រុកភូមិរបស់យើងហើយអញ្ចឹងបងអត់ដឹងទេបងប្រកាសជាមិនដឹងមែនព្រោះម៉ែរបស់បងបានប្រាប់បងឲ្យទៅឡើងភ្នំទៅរកបេះថ្នាំយកមកឲ្យគាត់នេះសំណាងល្អហើយកុំបានតើអូនឯងប្រាប់បងតន់ម្លេះបងប្រកាសជានឹងឡើងភ្នំហួសបាត់ទៅហើយឥឡូវនៅពេលនេះបងមិនត្រូវឡើងភ្នំទៅរកបេះថ្នាំយកមកឲ្យម៉ែទេបងត្រូវតែត្រឡប់ចូលទៅក្នុងស្រុកភូមិរបស់យើងវិញហើយបងនឹងបដិញ្ញានៅក្នុងចិត្តទោះបីជាម្ដាយរបស់បងគាត់មានអ្នកយ៉ាងណាក៏ដោយបងនឹងត្រូវបដិញ្ញាស្ម័គ្រចិត្តចូលបម្រើក្នុងជួរកងទ័ពនៅពេលនោះឲ្យទាល់តែបាន